អូខេសួស្តីទៅកាន់អ្នកទាំងអស់គ្នាជួបជាមួយនឹងខ្ញុំបាទវិចិត្រថ្ងៃនេះខ្ញុំមានផលិតផលថ្មីមួយដើម្បីចែកជូនទៅកាន់អ្នកទាំងអស់គ្នានោះគឺស៊ីងលាងចានម៉ាកកូតូចង់ដឹងថាស៊ីងលាងចានម៉ាកកូតូនោះមានលក្ខណៈសម្បត្តិពិសេសយ៉ាងណាទៅតាមទស្សនាវីដេអូពេញជាមួយនឹងខ្ញុំបាទទាំងអស់គ្នាអូខេបងប្អូនទាំងអស់គ្នានេះគឺជាស៊ីងលាងចានម៉ាកកូតូដែលយើងទទួលបានដែលយើងបើកប្រអប់មកគឺយើងទទួលបានជាមួយនឹងបាទគ្រឿងបង្គុំបាទសម្រាប់ផ្នែកខាងក្រោមហើយនឹងกระดาษបង្គុំមួយបាទបន្ទាប់មកទៀតគឺយើងទទួលបានជាមួយនឹងបាទប្រអប់បាទដែលក្នុងនោះគឺមានខ្យងចៅក៏ដូចជាវិសហើយនឹងគ្រឿងបង្គុំបាទបន្ថែមទៀតបាទអ្វីដែលសំខាន់នៅក្នុងបាទស៊ីងលាងចានប្រភេទម៉ាកកូតូនេះគឺយើងទទួលបានស៊ីងលាងចានដែលមាន2ថតបាទហើយអ្វីដែលសំខាន់បាទគឺជាប្រភេទបាទដែកបាទក្រូមេ304ដែលជាប្រភេទដែកក្រូមេដែលល្អបាទមិនមានស្នាមច្រេះភ្លឺ 100% ប្រវែងរបស់ស៊ីងលាងចានបាទបើយើងនិយាយអំពីបណ្ដោយបាទដែលបណ្ដោយរបស់ស៊ីងលាងចានកូតូរបស់យើងគឺមានបណ្ដោយបាទ850 មីលីម៉ែត្របាទហើយទទឹងគឺ500 មីលីម៉ែត្របាទនេះគឺជាប្រវែងបណ្ដោយនិងទទឹងអញ្ចឹងយើងមកមើលជាមួយនឹងបាទប្រភេទថតទាំងពីរបាទដែលថតមួយបាទគឺមានប្រវែង350 មីលីម៉ែត្រក៏ដូចជាថតមួយទៀតក៏មានប្រវែង350 មីលីម៉ែត្រដូចគ្នាអ្វីដែលសំខាន់ផលិតផលកូតូគឺត្រូវតែមានបាទ logo កូតូជាសញ្ញាសម្គាល់ផងដែរបាទជាចុងក្រោយខ្ញុំបាទវិចិត្រសូមអរគុណទៅកាន់បងប្អូនដែលទស្សនាវីដេអូខ្ញុំបាទទាំងអស់គ្នាសូមអរគុណ